ការវិភាគថ្មីៗកន្លងមកនេះមានព័ត៌មានអំពីតារាសាស្ត្រមួយបានធ្វើឲ្យល្បីកក្រៅទូទាំងពិភពលោកនោះគឺវត្តមាននៃវត្ថុអវកាសអន្តរតារាឬជាភាសាអង់គ្លេស Interstellar Object បានហោះចូលមកកាន់ប្រព័ន្ធព្រះអាទិត្យរបស់យើងហើយដែលត្រូវបានប្រកាសពីការរកឃើញដោយប្រព័ន្ធប្រកាសអាសន្នអំពីអត្តកាយដែលអាចមកបុកផែនដីដែលស្ថិតក្រោមជំនួយពីអង្គការ NASA និងមានទីតាំងនៅប្រទេសឈីលីនិងហៅកាត់ថា Atlas ហើយឈ្មោះរបស់ផ្កាយដ៏កន្ទុយមួយនេះគឺ 3i Atlas តែដោយសាររូបសន្តាននិងកន្លងកោចររបស់វាមានភាពមិនប្រក្រតីនិងខុសប្លែកពីវត្ថុអវកាសអន្តរតារាទូទៅបានធ្វើឲ្យក្រុមអ្នកស្រាវជ្រាវមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវាវត្ថុអវកាសមិនថាជាអត្តកាយឬផ្កាយដ៏កន្ទុយតែងតែទទួលរងនៅទំនាញពីព្រះអាទិត្យនិងបង្កើតបានជាកន្លងរាងមូលឬជារាងពងក្រពើផ្ទុយទៅវិញប្រសិនបើវាមានកន្លងសេរីឬជាអ៊ីកាបូតនោះវានឹងមានល្បឿនលឿនខ្លាំងរហូតមិនអាចចាប់ជាប់ដោយទំនាញព្រះអាទិត្យបានដូចនេះវាមិនអាចចាប់ទុកជាវត្ថុក្នុងប្រព័ន្ធព្រះអាទិត្យបានទេដែលគេអាចហៅវាថា Interstellar Object ឬប្រែថាវត្ថុអវកាសអន្តរតារាម្យ៉ាងទៀតវាជាវត្ថុកម្រដែលមិនងាយនឹងជួបប្រទះឬជាអំបូរក្រៅប្រព័ន្ធដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដោយកត្រឹមខែ8ឆ្នាំ2025នេះគេបានរកឃើញវត្ថុអវកាសក្រៅប្រព័ន្ធបែបនេះតែ3ដងប៉ុណ្ណោះលើកទី1ក្នុងឆ្នាំ2017ដែលល្បីល្បាញជាងគេនោះគឺអាវមួលើកទី2ក្នុងឆ្នាំ2019គឺ Borisov និងលើកចុងក្រោយនេះគឺ 3i Atlas ដែលត្រូវបានពិនិត្យរកឃើញនៅថ្ងៃទី1ខែកក្កដាឆ្នាំនេះតែម្ដងចំពោះឈ្មោះ 3i Atlas នេះលេខ3មានន័យថាការរកឃើញលើកទី3ចំណែកឯ i តំណាងឲ្យពាក្យថា Interstellar Object រីឯ Atlas គឺជាឈ្មោះនៃកែវឆ្លងអវកាសដែលបានរកឃើញវាការប្រទះឃើញលើកនេះគឺមានការផ្ទុះកក្រើកខ្លាំងក៏ដោយសារតែមានការលើកឡើងពីអ្នកវិទ្យាសាស្ត្រគីឡូធនម្នាក់គឺលោក Avilov ដែលលោកបានដាក់ការសង្ស័យថា 3i Atlas មិនមែនជាផ្កាយដ៏កន្ទុយធម្មតាតែវាអាចជាយានអវកាសក្លែងភេទនៃពួកអេលៀនទៅវិញ We are seeing such a rare giant object as the third object from interstellar space and it has also unusual materials being shed off it like nickel without iron that we only find in industrial production of nickel alloys and so all of this raises the question of whether it might be alien technology maybe the path ការលើកឡើងបែបនេះបើជាមនុស្សសាមញ្ញប្រហែលជាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយតែលោក Avilov គឺជាអ្នកវិទ្យាសាស្ត្រលំដាប់កំពូលនិងជាសាស្ត្រាចារ្យទទួលបន្ទុកយូរជាងគេលើមុខវិជ្ជាអវកាសនៃសាកលវិទ្យាល័យ Harvard និងជាសមាជិកអចិន្ត្រៃយ៍នៃសមាគមសិទ្ធិទៀតផងសូមបញ្ជាក់ថាសិទ្ធិគឺជាគម្រោងស្រាវជ្រាវជីវិតក្រៅភពជាអន្តរជាតិដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ1984ឬនិយាយឲ្យស្រួលស្ដាប់វាគឺជាគម្រោងស្រាវជ្រាវនឹងតាមដានអំពីពពួកអេលៀនដែលរួមមានដូចជារដ្ឋយោសិទ្ធិការប្រើប្រាស់នៅកែវឆ្លងអវកាសកាំរស្មីខាតធំដូចជា Alien Telescope Array របស់អាមេរិកនិង Telescope Arecibo ជាដើមដើម្បីតាមដាននៅរាល់រលកសញ្ញាមិនប្រក្រតីនានារួមទាំងការអង្កេតដោយពន្លឺ Optical សិទ្ធិនិងការវិភាគដោយ AI ផងដែរដូចនេះបើលោក Avilov ដែលជាអ្នកវិទ្យាសាស្ត្រកម្ពុជាម្នាក់ហ៊ានបង្ហើបថា 3i Atlas អាចមិនមែនជាអត្តកាយធម្មតាតែវាជាយានអង្កេតរបស់ពួក Alien ទៅវិញចុះប្រសិនបើវាជាយានរបស់ Alien មែនតើវានឹងអាចបង្កការគំរាមកំហែងចំពោះមនុស្សលោកដែរឬយ៉ាងណាមិញក្នុងអត្ថបទរបស់លោកក៏បានបញ្ជាក់ពីចំណុចមិនប្រក្រតីចំនួន6យ៉ាងរបស់ 3i Atlas ផងដែរក្នុងវីដេអូនេះខ្ញុំនឹងលើកយកចំណុចទាំងនោះមកវិភាគនិងស្វែងយល់ទាំងអស់គ្នាដូចតទៅក្រុមការងារស្រាវជ្រាវរបស់លោក Avilov កាលពីថ្ងៃទី16ខែសីហាកន្លងទៅបានដាក់ចេញនូវអត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រមួយដ៏ផ្ទុះកក្រើកក្រោមចំណងជើងថា 3i Atlas គឺជាបច្ចេកវិទ្យានៃពួកអេលៀនដោយលោកបានធ្វើការសន្និដ្ឋានថា 3i Atlas មិនមែនជាផ្កាយដ៏កន្ទុយធម្មជាតិតែវាជាសមិទ្ធផលនៃបច្ចេកវិទ្យាយានក្រៅភពហើយលោកបានបន្ថែមទៀតថាប្រសិនបើការសន្និដ្ឋាននេះជាការពិតនោះវាជាលទ្ធផលដ៏ធ្ងន់ធ្ងរមួយសម្រាប់មនុស្សលោកយើងត្រូវមានការត្រៀមខ្លួននិងប្រុងប្រយ័ត្នខ្ពស់តែបើការសន្និដ្ឋានរបស់គាត់ជាកំហុសឆ្គងវិញវាក៏នៅតែមានន័យក្នុងការសិក្សាស្រាវជ្រាវអត្ថបទបានបន្តថាវត្ថុអវកាសដូចទៅនឹង 3i Atlas នេះគឺកម្រនឹងជួបប្រទះបំផុតក្នុងនោះលោកបានលើកឡើងអំពីទ្រឹស្ដីព្រៃងងឹតមកនិយាយផងដែរដោយបានបញ្ជាក់ពីហេតុផលដែលថាហេតុអ្វីបានជាគម្រោងស្រាវជ្រាវ Alien សិទ្ធិតាំងតែពីកកើតនៅទសវត្សរ៍ទី80រហូតមកទល់ពេលបច្ចុប្បន្ននៅតែមិនអាចរកឃើញភស្តុតាងបន្តិចបន្តួចអំពីអរិយធម៌ក្រៅភពនោះក្នុងអត្ថបទបានបន្តលើកឡើងថានេះក៏ដោយសារតែវិសាលភាពនៃការអង្កេតរូបរងរបស់សិទ្ធិមានដែនកំណត់ឬក៏ថាបរិវេណលំហដែលយើងរូបរងនោះអរិយធម៌របស់ពួកគេក៏កំពុងប្រើនៅការធ្វើទំនាក់ទំនងដោយរលកសញ្ញាដែរតែដោយពួកគេទាំងនោះ
មិនចង់ធ្វើការទំនាក់ទំនងជាមួយមនុស្សឬការខ្លែងនៅសញ្ញាឬរបៀបទំនាក់ទំនងតែដល់ពិចារណាថាអរិយធម៌ក្រៅភពខ្លះក៏ប្រហែលជាមិនមានសមត្ថភាពក្នុងការខ្លែងសញ្ញាទំនាក់ទំនងឬមួយក៏បច្ចេកវិទ្យាពួកគេមិនទៅលើសមនុស្សយើងឡើយតែជាហេតុធ្វើឲ្យយើងនៅតែមិនអាចតាក់ទងពួកគេបានឬមួយការកកើតនៃជីវិតឬអរិយធម៌ក្រៅភពគឺជារឿងមួយដ៏កម្របំផុតក្នុងទីលំហទាំងមូលមានហើយចក្រវាឡធំយ៉ាងនេះប្រកាសណាស់ថានឹងមានអរិយធម៌ក្រៅពីមនុស្សតែក៏ប្រហែលជាមិនមានច្រើនដូចអ្វីដែលយើងរំពឹងទុកនោះដែរដំបូងគឺដំណើរកន្លងចូលមកកាន់ប្រព័ន្ធព្រះអាទិត្យគឺមានភាពមិនប្រក្រតីបើតាមការវិភាគតាមពន្លឺនិងរបស់អង្គធាតុក្នុងលំហអាចឲ្យគេដឹងបានថាកន្លងកោចររបស់វាគឺមានសន្តានជា E8 បានសេចក្តីថាវាមានកន្លងបើកចំហនេះជាចំណុចដែលអាចឲ្យគេដឹងថាវាជាវត្ថុក្រៅប្រព័ន្ធព្រះអាទិត្យនាំឲ្យវាមានល្បឿនបំលាស់ទីលឿនខ្លាំងដែលអាចកិច្ចចេញពីការចាប់យកពីទំនាញនៃព្រះអាទិត្យគឺអាចហោះកាត់ប្រព័ន្ធព្រះអាទិត្យទៅតែម្ដងកម្លាំងចាក់ចិត្តរបស់វាគឺធំជាង1ក្នុងគណៈពេលដែលភពអាចកាយឬកាយដកកន្ទុយកម្លាំងចាក់ចិត្តគឺតូចជាង1ហើយបើស្មើ0វិញគឺមានរាងកន្លងជារង្វង់តែម្ដងបើដូចជាអូម៉ូមួបូរីសូស្រីអាយអាតាឡាឬមួយ Voyager 1 Voyager 2តែមានកន្លងបន្លាស់ទីជា E8 នៅមានកម្លាំងអាចកិច្ចចេញពីការចាប់យកនៃទំនាញកាយដូចទៅនឹងព្រះអាទិត្យនិងហោះចេញសម្ដៅទៅទីឆ្ងាយបានបាទថ្ងៃក្រោយ Voyager 1និង Voyager 2ត្រូវចាប់បានដោយពួកភាវៈក្រៅភពនោះក៏ដោយសារតែទម្រង់កោចរ E8 ខុសពីធម្មជាតិនឹងហើយរីឯកម្លាំងចាក់ចិត្តរបស់ស្រីអាយអាតាឡាវិញគឺមានរហូតដល់ទៅ 6.2 គឺខ្ពស់ខ្លាំងតែម្ដងវាក៏ជាវត្ថុអវកាសដែលត្រូវបានរកឃើញថាមានកម្លាំងចាក់ចិត្តខ្ពស់បំផុតគិតត្រឹមពេលបច្ចុប្បន្ននេះចុះហេតុអ្វីបានជាត្រូវមានការប្រុងប្រយ័ត្នចំពោះវត្ថុអវកាសដែលមានរាងជា E8 នេះក៏ដោយសារតែប្រព័ន្ធព្រះអាទិត្យបានកកើតជាយូរលង់ណាស់មកហើយពលគឺដល់ទៅប្រមាណ 46,000 លានឆ្នាំដូចនេះគ្រប់វត្ថុក្នុងប្រព័ន្ធនេះគឺមានស្ថិរភាពណាស់គ្រប់អង្គធាតុទាំងអស់សុទ្ធសឹងតែមានកន្លងកោចរជាក់លាក់រៀងៗខ្លួនទោះបីជាផ្កាយដកកន្ទុយដែលមានខួបកោចរវែងដូចជាហាឡីក៏គង់មានកម្លាំងចាក់ចិត្តតូចជាង1គឺ76ឆ្នាំទើបហោះកាត់ផែនដីម្ដងដូចនេះទម្រង់កោចររបស់វាមានរាងជាពងក្រពើហើយផ្កាយដកកន្ទុយភាគច្រើនគឺមកពីខ្សែក្រវ៉ាត់ Kuiper ដែលមានខួបកន្លងខ្លីនិងតំបន់អូខ្លៅដែលមានខួបកន្លងវែងដែលពួកវាត្រូវរងកម្លាំងទំនាញនៃភពឬផ្កាយស្រុកទាញទៅកាន់កណ្ដាលនៃប្រព័ន្ធព្រះអាទិត្យតែកម្លាំងនេះក៏មិនគ្រប់គ្រាន់អាចធ្វើឲ្យវាមានកម្លាំងកិច្ចចេញពីព្រះអាទិត្យបានឡើយដូចនេះធ្វើឲ្យអ្នកស្រាវជ្រាវមានការយកចិត្តទុកដាក់ខ្លាំងទៅលើវត្ថុអវកាសដែលមានកន្លងជា E8 បែបនេះតែទោះបីជាយ៉ាងណាគេក៏ពុំអាចកំណត់បានថាពួកវាជាយាននៃអរិយធម៌ក្រៅភពនោះដែរដូចនេះទើបយើងត្រូវការនិយាយអំពីលក្ខណៈពិសេសទី2របស់ស្រីអាយអាតាឡាមុំនៃដំណើរកោចររបស់វាសឹងស្មើនឹងផ្ទៃ Ecliptic ត្រង់នេះខ្ញុំសូមបញ្យល់ដោយសង្ខេបនៅ Ecliptic វាគឺជាបន្ទាត់ឬផ្ទៃរាបស្មើនៃដំណើរឆ្លងកាត់របស់ផែនដីនិងភពតូចធំនានាក្នុងប្រព័ន្ធព្រះអាទិត្យនេះយើងអាចប្រៀបប្រដូចប្រព័ន្ធព្រះអាទិត្យទាំងមូលជាបន្ទះនំមួយហើយដែលបន្ទះនំនេះត្រូវបានកកើតឡើងដោយកម្លាំងទំនាញនិងច្បាប់នៃការរក្សាមុំចលនារីឯមុំលំអៀងឬ inclination គឺជាផលធៀបមុំរវាងផ្ទៃនៃកន្លងកោចរនៃអង្គធាតុក្នុងប្រព័ន្ធព្រះអាទិត្យធៀបទៅនឹងផ្ទៃ Ecliptic ដោយកាត់ចាប់ពី0ទៅដល់180ដឺក្រេរង្វាស់មុំ0គឺជាដំណើរស្ថិតលើផ្ទៃរាបជាមួយនឹងផែនដីចំណែក180ដឺក្រេគឺជាចលនាបញ្ច្រាស់ទាំងស្រុងតម្លៃមុំលំអៀងនៃស្រីអាយអាតាឡាគឺដល់ទៅ175កំដៅសញ្ញា11ដឺក្រេគឺវាសឹងតែហោះកាត់ចូលក្នុងផ្ទៃ Ecliptic ដោយបញ្ច្រាស់ទិសតែម្ដងខុសពីផ្កាយដកកន្ទុយដទៃដែរទៀតតែតែងតែហោះកាត់ចូលដោយមិនឆិតផ្ដេកបែបនេះអាចឲ្យវាអាចហោះកាត់ភពជាច្រើនរួមទាំងផែនដីត្រង់ចំណុចប្រសពនៃកន្លងហើយដែលជាការហោះកាត់ប្រព័ន្ធព្រះអាទិត្យដោយមានភាពបិទបាំងបំផុតត្រង់នេះយើងអាចសាកស្រមៃមើលថាប្រសិនបើថ្ងៃណាមួយមនុស្សលោកមានលទ្ធភាពក្នុងការហោះចេញទៅកាន់គោលដៅរាប់ឆ្នាំពន្លឺដើម្បីស្វែងរកជីវិតក្រៅភពអ្វីដែលយើងធ្វើគឺមិនមែនជាការបោះដៃទំនាក់ទំនងដោយផ្ទាល់តែយើងនឹងបង្ហោះនៅយានចូលទៅស្រាវជ្រាវដោយសម្ងាត់ហោះចូលទៅចិត្តដើម្បីយកទិន្នន័យដោយមានប្រសិទ្ធភាពនិងសម្ងាត់និងចាក់ចេញដោយរហ័សបំផុតដូច្នេះបើស្រីអាយអាតាឡាជាយានស្រាវជ្រាវរបស់ពួកអេលៀនមែននោះពួកគេក៏គង់តែប្រើប្រាស់នៅវិធីសាស្ត្របែបនេះលក្ខណៈពិសេសទី3គឺកន្លងរបស់ស្រីអាយអាតាឡាកាត់តាមចំណុចជិតព្រះអាទិត្យបំផុតបែបនេះវានឹងអាចបិទបាំងខ្លួនពីការអង្កេតពីផែនដីនិងធ្វើការផ្លាស់ប្ដូរកន្លងដើម្បីមានភាពងាយស្រួលក្នុងការឆ្លងកាត់ទៅកាន់ភពផ្សេងទៀតម្យ៉ាងទៀតស្រីអាយអាតាឡាវាមានដំណើរកន្លងផ្ទុយពីអូម៉ូមួគឺអូម៉ូមួពេលដែលវាធ្វើការបង្កើតល្បឿនដូចទៅនឹងយានអវកាសនានាដែលឆ្លងកាត់ក្រោមអន្លង់ទំនាញភពឬកាយដើម្បីខ្ចីកម្លាំងទំនាញនេះក្នុងការបង្កើនប្រសិទ្ធភាពចំហេះឲ្យខ្ពស់បំផុតនិងបង្កើនកម្លាំងឲ្យបានខ្លាំងបំផុតចំណែករាល់វត្ថុអវកាសធម្មជាតិផ្សេងៗក៏មានទំនោរដូចគ្នាដែរដំណើរផ្ទុយពីនេះគឺនៅពេលដែលស្រីអាយអាតាឡាហោះកាត់ក្រោមអន្លង់ទំនាញវាបែរជាបន្ថយល្បឿនទៅវិញធ្វើបែបនេះ
ដើម្បីផ្លាស់ប្ដូរកន្លងហោះទៅគៀកចិត្តភពពុទ្ធភពអង្គារនិងភពប្រហោះបំផុតសូមបញ្ជាក់ថាប្រវត្តិអវកាសធម្មជាតិការបង្កើនល្បឿនគឺជារឿងធម្មតាតែបើការបន្ថយល្បឿនវិញគឺមិនប្រក្រតីនោះឡើយយ៉ាងណាមិញការបន្ថយល្បឿនរបស់ Sirius Atlas ប្រព្រឹត្តទៅនៅផ្នែកម្ខាងទៀតនៃព្រះអាទិត្យដែលធ្វើឲ្យយើងមិនអាចអង្កេតឃើញវាពីផែនដីបាននោះដែរលក្ខណៈពិសេសទី4គឺរូបរាងរបស់វាតែម្ដងបើការអង្កេតតាមបច្ចេកទេសពន្លឺ Sirius Atlas គឺមានរូបសន្តានដូចដំណក់ទឹកគឺស្រដៀងទៅនឹងអូមួមួដែរតែរូបរាងបែបនេះគេកម្របានឃើញណាស់ចំពោះវត្ថុធាតុធម្មជាតិបែបនេះដែលជាទូទៅគឺមានរាងមូលរាងពងក្រពើនិងមានរូបសន្តានមិនស្មើជ្រុងតែរាងជាដំណក់ទឹកល្អឥតខ្ចោះបែបនេះគឺពិតជាគួរឲ្យសង្ស័យហើយកន្លងកោចររបស់វាក៏ពុំមែនកាត់ឡើងដោយចៃដន្យតែក៏ប្រហែលជារងនឹងឥទ្ធិពលនៃកម្លាំងអ្វីម្យ៉ាងក្នុងការបម្លាស់ទីដើម្បីពិសោធន៍ទៅលើការសង្ស័យនេះក្រុមការងារអាប៊ីឡូបានធ្វើការគណនាដោយប្រព័ន្ធកុំព្យូទ័របង្កើតនូវកន្លងសិប្បនិមិត្តត្រាប់តាមជាអ៊ីពបូដូចទៅនឹង Sirius Atlas តែដាក់ឲ្យមានកន្លងទិសដៅមុំលំអៀងសេរីនិងពេលវេលាខិតជិតព្រះអាទិត្យក៏សេរីនៅផ្លូវកោចររាប់លានខ្សែនឹងចាំមើលថានឹងមានខ្សែកន្លងប៉ុន្មានដែលប្រើពេលតែម្ដងហើយអាចឆ្លងកាត់ភពសុក្រភពអង្គារភពប្រហោះនោះតែលទ្ធផលបានបង្ហាញថាលទ្ធភាពដែលអាចទៅរួចគឺមានត្រឹមតែ0.10សញ្ញា 0.05% ប៉ុណ្ណោះមានន័យថាក្នុងចំណោមវត្ថុអវកាស 100000 គ្រាប់គឺមានតែ5គ្រាប់ប៉ុណ្ណោះដែលអាចមានលទ្ធភាពគៀកចិត្តទៅនឹងភពទាំង3ខាងលើក្នុងការហោះកាត់តែម្ដងចុះហេតុអ្វីបានជាត្រូវការហោះកាត់ភពទាំង3នេះហេតុផលនោះគឺព្រោះតែភពដូចទៅនឹងភពសុក្រភពផែនដីនិងភពអង្គារគឺស្ថិតក្នុងតំបន់បន្ទាត់ដែលអនុគ្រោះដល់ការរស់នៅដែលហៅថា habitable zone រីឯភពប្រហោះគឺជាភពយក្សដែលស្ថិតនៅខាងចុងនៃតំបន់នេះបើតាមទ្រឹស្ដីតារាសាស្ត្រកាលណាមានភពដែលអាចកកើតជីវិតគឺតែងតែមានភពធំមួយនៅអមជាមួយជានិច្ចដើម្បីដើរតួនាទីជាខែលការពារនិងធានានូវការកកើតនៃជីវិតលើភពគោលអាចដំណើរការទៅមុខបានរលូនដូចនេះប្រសិនបើ Sirius Atlas ជាយានស្រាវជ្រាវរបស់អរិយធម៌ក្រៅភពការធ្វើបែបនេះគឺជារឿងត្រឹមត្រូវបំផុតហើយបើមនុស្សលោកមានវាសនាអាចចាក់ចែងក្រៅប្រព័ន្ធព្រះអាទិត្យនេះក៏ប្រហែលជានឹងធ្វើបែបនេះដូចគ្នាកាលពីខែសីហាកន្លងទៅនេះបើតាមក្រុមអ្នកវិទ្យាសាស្ត្របានប្រើប្រាស់នៅការឆ្លងអវកាសហាវ៉ៃបានពិនិត្យរកឃើញនៅការបង្អប់កន្ទុយរបស់ Sirius Atlas ដែលមានភាពស្រពេចស្រពិលវាជាសារធាតុផ្សាយភាយកើតជាពន្លឺតាមឥទ្ធិពលខ្យល់ព្រះអាទិត្យមួយវិញទៀតបើតាមការវិភាគទៅលើកាមេរ៉ាស្មីពី Telescope Hubble បានកំណត់ថា Sirius Atlas មាននៅគ្រប់លក្ខខណ្ឌជាផ្កាយដកកន្ទុយហេតុអ្វីបានជាមុនឆ្នាំ2017អ្នកវិទ្យាសាស្ត្រមិនដែលប្រកាសពីការរកឃើញនៅវត្ថុអវកាសអន្តរតារានេះក៏ដោយសារតែការពីពេលកន្លងទៅសមត្ថភាពនៃឧបករណ៍ស្រាវជ្រាវអង្កេតរបស់មនុស្សនៅមានកម្រិតតែក៏មិនមានន័យថាពួកវាមិនធ្លាប់មកនោះដែរពលគឺមុនឆ្នាំ2017មុនពេលដែលប្រព័ន្ធអាត្លាសមិនទាន់បានបង្កើតឡើងបរិវេណនៃការអង្កេតនិងភាពរហ័សរហួននៃឧបករណ៍ស្រាវជ្រាវគឺពុំមានសមត្ថភាពក្នុងការតាមចាប់នៅវត្ថុអវកាសតូចៗមានពន្លឺតិចនិងមានល្បឿនលឿនបាននោះឡើយថ្មីនេះការរះឡើងនៃ AI ក៏ជួយបានយ៉ាងច្រើនក្នុងកិច្ចការគណនានិងត្រង់ចម្រោះនៅកន្លងផ្លូវនៃវត្ថុអវកាសក្នុងបរិមាណដ៏ច្រើនទៀតផងទោះបីយ៉ាងណាសម្រាប់លក្ខខណ្ឌដូច Sirius Atlas វានៅតែជារឿងកម្របំផុតដោយតែលោកអាវីបានលើកឡើងក្នុងលិខិតបបត្តិរបស់លោកថា Sirius Atlas វាប្រហែលជាពុំមែនវត្ថុធាតុធម្មជាតិតែគាត់ក៏ប្រមាណកំណត់ដាច់ខាតថាវាជាយាននៃមនុស្សក្រៅភពដែរតែវាក៏ពិតជាមានភាពមិនប្រក្រតីបំផុតលោកថែមទាំងបាននិយាយថាបើគេកំណត់ពពុះវត្ថុអវកាសឬផ្កាយដកកន្ទុយធម្មជាតិកម្រិត0នោះលក្ខណៈបច្ចេកទេសរបស់ Sirius Atlas គឺស្ថិតក្នុងកម្រិត10តែវាជាចំណាត់ថ្នាក់មួយដ៏គួរឲ្យភ្ញាក់ផ្អើលណាស់ការលើកឡើងបែបនេះបានធ្វើឲ្យមានការប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកតារាសាស្ត្រដែលពួកគេបានរិះគន់លោកអាវីថាលោកពុំគួរយករឿងសម័យមកដាក់ចូលក្នុងទម្រង់វិទ្យាសាស្ត្រផ្លូវការឡើយតែលោកអាវីបានឆ្លើយតបថាពួកយើងក៏បីពង្រឹងនៅពន្លឺសមត្ថភាពស្រាវជ្រាវចំពោះវត្ថុបែបនេះដែលមានការប្រុងប្រយ័ត្នដើម្បីបង្ការទប់ស្កាត់ចំពោះអរិយធម៌ក្រៅភពអ្វីត្បិតបើយោងតាមការពិនិត្យស្រាវជ្រាវនៅលក្ខខណ្ឌនានាដែលអាចដាក់ការសន្និដ្ឋានថា Sirius Atlas គឺជាផ្កាយដកកន្ទុយធម្មតាទោះបីយ៉ាងណារូបភាពខាងក្រៅវាមិនគួរជាហេតុផលសំខាន់តែចំណុចដែលសំខាន់គឺការធ្វើចលនាបម្លាស់ទីនិងវត្ថុបំណងពិតប្រាកដរបស់វាទើបជាចំណុចដែលគួរលើកយកមកពិចារណាយើងអាចគិតលេងៗថាបើ Sirius Atlas ជាយាននៃបច្ចេកវិទ្យាក្រៅភពមែនវាមិនល្ងងដល់ថ្នាក់មិនចេះខ្លែងខ្លួននោះទេព្រមទាំងចំណុចមិនប្រក្រតីមួយចំនួនទៀតដូចជាការកាត់ចូលប្រព័ន្ធព្រះអាទិត្យក្នុងមុំលំអៀងកម្រិតទៀតការបង្កើនល្បឿនដោយមិនរងឥទ្ធិពលទំនាញការបន្ថយល្បឿនកែកន្លងកោចរដែលមានលទ្ធភាពកាត់ឡើងតិចបំផុតចំណុចមិនប្រក្រតីទាំងនេះទើបជាអ្វីដែលគេគួរចាប់អារម្មណ៍ឲ្យបានខ្ពស់ហើយចំណុចទាំងនេះក៏អាចបង្ហាញថា Sirius Atlas គឺប្រហែលជាមិនមែនវត្ថុពីធម្មជាតិនោះឡើយមួយវិញទៀតនៅក្នុងលំហរវត្ថុអវកាសនានាក្រោមឥទ្ធិពលនៃកម្លាំងទំនាញការប៉ះទង្គិចនិងសំណឹកធ្វើឲ្យពួកវាមានរាងមូលពងក្រពើឬមិនស្មើជ្រុងតែប្រសិនបើអនុបត្តិមិនដោយទទឹងលើ5ទៅ1នោះវាជារឿងមិនអាចកាត់ឡើងឡើយដោយវត្ថុអវកាសអន្តរតារាដែលរកឃើញទាំង3កន្លងមកមាន2ទៅហើយដែលមានរូបសន្តានត្រវែងស្ដើង
ដូចនេះថ្ងៃក្រោយបើនៅតែបន្តរកឃើញនៅវត្ថុបែបនេះទៀតគឺវាលែងជារឿងធម្មតាទៀតហើយថ្ងៃនេះសូមធ្វើការចែករំលែកតែត្រឹមប៉ុណ្ណេះតើបងប្អូនយល់ឃើញយ៉ាងណាដែរចំពោះ 3i Atlas តើវាជាផ្កាយដ៏កន្ទុយធម្មតាឬជាយានស្រាវជ្រាវរបស់ពួក alien ខ្ញុំនឹងរងចាំការបញ្ចេញមតិរបស់បងប្អូនក្នុង comment ខាងក្រោមសង្ឃឹមថាបងប្អូននឹងចូលចិត្តនៅវីដេអូមួយនេះនិងកុំភ្លេចចុច like share និង subscribe នៅ channel នេះម្នាក់មួយផងសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយ